6ចំណុចធំដែលអ្នកគួរតែដឹងមុននឹងវិនិយោគនៅក្នុងវិស័យ crypto ចា៎ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទនេះឡើងដើម្បីចែករំលែកដល់អ្នកដែលថ្មីដែលគាត់មានបំណងចង់វិនិយោគនៅក្នុងវិស័យ crypto ប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទយើងខ្ញុំសូមបញ្ជាក់បន្តិចថាគោលបំណងក្នុងការបង្កើតវីដេអូនេះឡើងគឺគ្រាន់តែជាការកម្សាន្តចែករំលែកបទពិសោធន៍ចែករំលែកចំណេះដឹងតែខ្ញុំមិនមែនជាអ្នកជំនាញឬក៏អ្នកដែលផ្ដល់យោបល់ខាងផ្នែកហិរញ្ញវត្ថុដើម្បីឲ្យអ្នកទាំងអស់គ្នានឹងវិនិយោគទៅលើកាក់ណាមួយឡើយដោយដែលខ្ញុំបាននិយាយពីវីដេអូមុនអញ្ចឹងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវក៏ដូចជាវិនិយោគក្នុងវិស័យ crypto នេះក្នុងរយៈពេលជាង5ឆ្នាំហើយអញ្ចឹងចំណុចទាំង6ដែលខ្ញុំលើកឡើងនេះគឺខ្ញុំសង្ខេបនៅចំណុចដែលធំដើម្បីជាជំនួយដល់អ្នកដែលថ្មីដែលគាត់ទើបតែចាប់ផ្ដើមខ្ញុំសូមបន្ថែមបន្តិចដែរចំណុចទាំង6នេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់ប៉ុន្តែបើសិនជាអ្នកផ្សេងគាត់មានបទពិសោធន៍អីផ្សេងទៀតឬក៏ចំណុចអីដែលល្អដែលគាត់គិតថាចង់ចែករំលែកគាត់អាច comment នៅក្នុងខាងក្រោមចំណុចទី1កុំធ្វើការវិនិយោគទៅលើកាក់ណាមួយតាមគេឬក៏ទៅតាម influencer នៅក្នុង YouTube ក៏ដូចជា social media ផ្សេងដែលអ្នកទាំងអស់គ្នាមិនទាន់បានសិក្សាស្រាវជ្រាវពីកាក់នោះខ្ញុំជឿថាអ្នកទាំងអស់គ្នាមុននឹងមកមើលវីដេអូមួយនេះប្រកាសជាធ្លាប់បានឮឬក៏មានមិត្តភ័ក្តិមាន influencer ណាប្រាប់ថាអូគួរតែវិនិយោគលើកាក់នេះគួរតែវិនិយោគលើកាក់នេះវានឹងឡើង100ដង10ដងអីចឹងទៅហើយមួយវិញទៀតខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ធ្លាប់ឮដែរថាអូបន្តិចទៀតកាក់នេះនឹងកើនឡើងដល់តម្លៃណាមួយដែលខ្ពស់ជាងឥឡូវបើសិនជាទិញឥឡូវហ្នឹងគឺជាពេលដែលល្អបំផុតហើយអញ្ចឹងចំណុចទាំងអស់នេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជៀសវាងសិនមុននឹងវិនិយោគទៅលើកាក់ណាមួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងទៅអានពី white paper របស់គេចូលទៅមើល community របស់គេនៅក្នុង Telegram ឬក៏នៅក្នុង X តែពីមុនដែលយើងហៅថា Twitter នៅពេលដែលអ្នកទាំងអស់គ្នាធ្វើការសិក្សាស្រាវជ្រាវហើយតែអ្នកទាំងអស់គ្នាគិតថាកាក់មួយនេះមានផលប្រយោជន៍អីខ្លះហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាផលប្រយោជន៍ទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាចូលចិត្តហើយគិតថាវាមានផលប្រយោជន៍ក្នុងការជួយសង្គមឬក៏ជួយអ្វីមួយអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្រេចចិត្តក្នុងការវិនិយោគបានប៉ុន្តែខ្ញុំសូមបន្ថែមបន្តិចទៀតដែរមិនមែនថាឲ្យតែឃើញថាអូខេល្អជួយសង្គមជួយអីដែលសង្គមខ្វះខាតយើងអាចវិនិយោគទេយើងត្រូវទៅមើលទៅលើតម្លៃរបស់វាដែរថាតើតម្លៃវាឥឡូវហ្នឹងគឺវានៅតម្លៃណាមួយដែលសមស្របអត់ឬក៏តម្លៃហ្នឹងវាអាចឡើងហួសខ្លាំងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅមើលតម្លៃវាពីមុនមកថាឥឡូវហ្នឹងវាជាតម្លៃណាដែរជាតម្លៃ average ឬក៏តម្លៃដែលខ្ពស់បំផុតរបស់វាបើសិនជាវានៅក្នុងតម្លៃខ្ពស់បំផុតខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចចាំសិនកុំទាន់វិនិយោគភ្លាមព្រោះតម្លៃនៅក្នុងវិស័យ crypto ហ្នឹងគឺមានការឡើងចុះខ្លាំងបំផុតចំណុចទី2កុំវិនិយោគហួសប្រមាណដូចដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺតម្លៃរបស់កាក់នីមួយនៅក្នុងវិស័យ crypto គឺមានការឡើងចុះខ្លាំងបំផុតក្នុងរយៈពេលខ្លីអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថាតើបរិមាណលុយដែលអ្នកទាំងអស់គ្នាវិនិយោគទៅបើសិនជាថ្ងៃស្អែកវាធ្លាក់ចុះមកដល់0តើវាប៉ះពាល់អ្វីខ្លះដល់អ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាគិតថាអូខេបើវាធ្លាក់មកដល់0តែវាអត់មានប៉ះពាល់អីដល់អ្នកទាំងអស់គ្នាទេនេះគឺជាបរិមាណត្រឹមត្រូវដែលអ្នកទាំងអស់គ្នាអាចវិនិយោគបានប៉ុន្តែបើវាប៉ះពាល់ដល់អ្នកទាំងអស់គ្នាបន្តិចបន្តួចអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចបញ្ចុះបរិមាណអ្នកទាំងអស់គ្នាវិនិយោគនឹងបន្តិចហើយបើសិនជាមួយវិញទៀតបើសិនជានៅពេលបើសិនជាវាធ្លាក់ដល់0ហើយវាប៉ះពាល់ខ្លាំងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតឡើងវិញពីព្រោះការវិនិយោគនៅក្នុងវិស័យ crypto នេះគឺវាមានហានិភ័យខ្ពស់អ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជៀសវាងខ្លាំងបំផុតហ្នឹងគឺកុំទៅខ្ចីលុយគេយកមកវិនិយោគមួយវិញទៀតកុំយកលុយសន្សំដែលទុកយូរមកហើយហ្នឹងយកមកវិនិយោគអ្នកទាំងអស់គ្នាអាចបែងចែកលុយមួយភាគតូចណាមួយដែលអ្នកទាំងអស់គ្នាយកទៅវិនិយោគទៅហើយគិតថាបើសិនជាវាធ្លាក់ដល់0វាចាត់ទុកថាវាគ្រាន់តែជាការបាត់លុយធម្មតាចំណុចទី3ស្វែងយល់ពី wallet ផ្សេងហើយនិងហានិភ័យនៅក្នុងប្រព័ន្ធអ៊ីនធឺណិតសម្រាប់ចំណុចនេះដែរខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្វែងយល់ពី cold wallet hard wallet ហើយនិង exchangeសម្រាប់ detail ពីចំណុចទាំងអស់នេះខ្ញុំនឹងធ្វើវីដេអូបន្ទាប់ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮ
FTX ទេ កាលពីឆ្នាំ2022 FTX គឺជា exchange ធំលំដាប់ទី2ដែលត្រូវបានខ្សែធនអញ្ចឹងក្នុងន័យមួយនេះខ្ញុំចង់បានន័យថាអ្នកទាំងអស់គ្នាមិនគួរទុកលុយឬក៏កាក់ដែលអ្នកទាំងអស់គ្នាវិនិយោគទាំងអស់នៅក្នុង exchange នោះទេពីព្រោះបើសិនជា exchange មួយនោះខ្សែធនអញ្ចឹងកាក់ទាំងអ្នកទាំងអស់គ្នាដែលវិនិយោគហ្នឹងគឺក៏អត់អាចត្រឡប់មកអ្នកទាំងអស់គ្នាវិញដែរហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាទុកកាក់ទាំងអស់នៅក្នុង exchange វាអាចមានហានិភ័យមួយទៀតគឺមានការ hack ពីអ្នក hacker ចំណុចទី4ការឆបោកគឺមានគ្រប់ទីកន្លែងមិនមែនតែនៅក្នុងវិស័យ crypto ទេក្នុងវិស័យណាក៏ដោយការឆបោកគឺមានគ្រប់ទីកន្លែងគ្រប់ពេលវេលាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ប្រយ័ត្នទេអាចនឹងចាញ់បោកអ្នកទាំងអស់នោះក៏ដូចគ្នាដែរការឆបោកនៅក្នុងវិស័យ crypto នេះវាមានច្រើនសន្តានដោយសារតែវិស័យនេះវាថ្មីអញ្ចឹងការឆបោកគឺគាត់មានលក្ខណៈថាច្នៃប្រឌិតអ្នកខ្លះមកលួកលោមអ្នកទាំងអស់គ្នាដើម្បីឲ្យវិនិយោគជាមួយគេហើយនឹងចំណេញលុយគុណនឹង2ឬក៏គុណនឹង3ក្នុងរយៈពេលខ្លីអញ្ចឹងនេះគឺជា red flag ចំណុចមួយទៀតគឺគាត់ថាបើសិនជាអ្នកទាំងអស់គ្នាបាញ់ Bitcoin ឲ្យគាត់មួយអញ្ចឹងគាត់នឹងបាញ់ត្រឡប់ឲ្យអ្នកទាំងអស់គ្នា2ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតមួយផ្លែតគឺអត់ដែលមានអ្នកណាគេរកស៊ីខាតអញ្ចឹងឯងគេមិនដែលយកពីយើង1000រៀលហើយឲ្យយើងវិញ2000រៀលទេហើយចំណុចមួយទៀតវិញដែរគឺពេលខ្លះគឺគេផ្ញើ link អីប្រទេសផ្ដាស់ឲ្យអ្នកទាំងអស់គ្នាចុចនៅពេលដែលអ្នកទាំងអស់គ្នាចុចទៅលើ link ហ្នឹងទៅគេអាចចូលមកមើលព័ត៌មានផ្ទាល់ខ្លួនរបស់យើងឬក៏អាច hack យកអីផ្សេងពីអ្នកទាំងអស់គ្នាអញ្ចឹងក្នុងចំណុចទី3នេះដែរខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគឺធ្វើការវិនិយោគដោយខ្លួនឯងបន្ទាប់ពីមានការសិក្សាស្រាវជ្រាវកុំវិនិយោគជាមួយអ្នកដទៃចំណុចទី5មុននឹងអ្នកទាំងអស់គ្នាសម្រាប់ចិត្តថាវិនិយោគទៅលើកាក់ណាមួយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាឲ្យពេលខ្លួនឯងសិក្សាស្រាវជ្រាវពីកាក់មួយនោះយ៉ាងហោចណាស់ពី2ខែទៅ6ខែដើម្បីឲ្យអ្នកទាំងអស់គ្នាស្គាល់ច្បាស់ពីកាក់មួយនោះស្គាល់ច្បាស់ពី community ហើយបើសិនជាអ្នកទាំងអស់គ្នាមានទំនុកចិត្តអូខេអ្នកទាំងអស់គ្នាអាចវិនិយោគបានក្នុងបរិមាណតិចតួចណាមួយពីព្រោះថាបើសិនជាកាក់ហ្នឹងវា fail វាអាចធ្លាក់ចុះដល់0អញ្ចឹងអ្នកទាំងអស់គ្នាក៏ខាត់លុយតិចតួចដែរចំណុចទី6ការគ្រប់គ្រងអារម្មណ៍ដោយខ្ញុំបានបញ្ជាក់អញ្ចឹងកាក់នីមួយៗនៅក្នុងវិស័យ crypto គឺមានការឡើងចុះខ្លាំងបំផុតក្នុងរយៈពេលខ្លីអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថាបើសិនជាលុយដែលអ្នកទាំងអស់គ្នាវិនិយោគទៅវាធ្លាក់ចុះ50ទៅ70%តើអ្នកទាំងអស់គ្នាអាចគ្រប់គ្រងអារម្មណ៍អ្នកទាំងអស់គ្នាបានអត់ខ្ញុំបានឃើញអ្នកដែលវិនិយោគជាច្រើនដែលគាត់អត់សូវបានធ្វើការសិក្សាស្រាវជ្រាវទេគាត់គ្រាន់តែឮពី influencer ឬក៏មិត្តភ័ក្តិឬក៏ព័ត៌មានគាត់ចាប់ផ្ដើមវិនិយោគភ្លាមទៅលើវិស័យមួយហ្នឹងបន្ទាប់មកវាចាប់ផ្ដើមធ្លាក់ចុះ50%ពួកគាត់ក៏ចាប់ផ្ដើមភ័យខ្លាចហើយក៏លក់កាក់ទាំងអស់ហ្នឹងចេញហើយក៏ទៅប្រាប់ព័ត៌មានទៅអ្នកផ្សេងថាcrypto ហ្នឹងគឺជាការឆបោកទេដោយសារតែគាត់មានបទពិសោធន៍មិនល្អជាមួយ crypto អញ្ចឹងធ្វើឲ្យគាត់ហ្នឹងលែងមានទំនុកចិត្តក្នុងការវិនិយោគបន្តទៀតអូខេអញ្ចឹងចំណុចនេះដែរអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមុននឹងភ័យខ្លាចហើយលក់កាក់ដែលអ្នកទាំងអស់គ្នាបានវិនិយោគនឹងចេញខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅតាមដានព័ត៌មានថាមូលហេតុអ្វីបានធ្វើឲ្យធ្លាក់ចុះកាក់នេះពីព្រោះវាមានកត្តាជាច្រើនដែលធ្វើឲ្យតម្លៃរបស់កាក់នីមួយៗហ្នឹងឡើងហើយនឹងចុះបើសិនជាអ្នកទាំងអស់គ្នាអត់បានធ្វើការស្រាវជ្រាវច្បាស់លាស់ទេហើយទិញនៅពេលដែលវាមានតម្លៃថ្លៃបំផុតបន្ទាប់មកវាធ្លាក់អាហ្នឹងវាគឺជារឿងធម្មតាឯងប៉ុន្តែមួយវិញទៀតបើសិនជាកាក់ហ្នឹងវាមានរឿងអីកើតឡើងពីក្រោយខ្នងជាមួយនឹងខាងក្រុមហ៊ុនហ្នឹងឬក៏មានscandal អីកើតឡើងអញ្ចឹងវាធ្វើឲ្យកាក់នឹងខ្សែធនអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចលក់ចេញបានភ្លាមប៉ុន្តែមួយវិញទៀតបើគ្រាន់តែជាតម្លៃកែប្រែនៅក្នុងទីផ្សារទេខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចទុកវាសិនអញ្ចឹងចំណុចទាំង6នេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំចង់ចែករំលែកទៅអ្នកទាំងអស់គ្នាបើសិនជាមានបងអូនណាដែលគាត់មានបទពិសោធន៍ផ្ទាល់ខ្លួនដែលគាត់ចង់ចែករំលែកដែរគាត់អាច comment នៅខាងក្រោមវីដេអូនេះបានអរគុណអ្នកទាំងអស់គ្នាមែនទែនដែលបានស្ដាប់ពីដើមរហូតដល់ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបាន learn អ្វីថ្មីពីក្នុងវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់